សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងយកអ្វីដែលខ្ញុំដឹងមកចែកជូនអ្នកនរគ្នាមួយចឹងនៅពេលអ្នកនរគ្នាបើកចូលមកកាន់ Excel សំខាន់ឡើយខ្ញុំចុច Excel ចេញទេឥឡូវចូលមកកាន់ Excel អ្នកនរគ្នាមើលខ្ញុំអនុវត្តឲ្យត្រង់ចំណុចនេះមួយឧទាហរណ៍ថាខ្ញុំចង់លុប rule នេះមួយ6 7នៅពេលដែលខ្ញុំលុប rule ហ្នឹងចំណុចលេខរៀងវានឹងប្រែប្រួលដោយ auto ឧទាហរណ៍ថាខ្ញុំលុបហើយឃើញអត់វានឹងលុបដោយអូតូហើយក្នុងករណីមួយដែលខ្ញុំចង់បន្ថែម column ចំណុចដល់ពេលខ្ញុំបន្ថែមណាសំទោសម្ដងទៀតបន្ថែមខុសក្បួននេះចំណុចដល់ពេលខ្ញុំបន្ថែមឧទាហរណ៍ខ្ញុំបន្ថែមនេះឃើញអត់វាកន្លែងនេះវានឹង load ពីលេខ 8 លេខ 8 ចូលមកលេខ 9 ហើយបើកន្លែងនេះឃើញតន្ត្រីអត់មានលេខអញ្ចឹងយើងអាចចុចកន្លែងនេះមកអូសវាមកវាចេញមកលេខ 7 ហើយយើងចង់ថែមប្រមាណប្រឡោះទៀតក៏បានដែរឧទាហរណ៍ថែមមកថែមទៀតមកវានឹង load មករបៀបនេះហើយយើងអត់អូសចេញមកវានឹង load មកទៀតដែរហើយនៅពេលក្នុងករណីមួយដែលយើងចង់លុបវាវិញឧទាហរណ៍ថាខ្ញុំលុបវិញណាហើយយើងលុបវាទៅនោះវាលេខរៀនហ្នឹងវានឹងបដូរផ្លាស់ឲ្យអូតូវិញដល់ខ្លួនឯងចាដំអញ្ចឹងតែធ្វើមិនទៅអាចធ្វើអញ្ចឹងបានអញ្ចឹងយើងអាចយើងមើលរូបមន្តដែលខ្ញុំដាក់មកនេះចុចលើវាមកកន្លែងនេះខ្ញុំដាក់ថា rule ខ្ញុំដាក់ ROW តមកវងកញ្ចក់ដក1អញ្ចឹងដក1ដោយសារតែខ្ញុំដាក់ដក1ដោយសារនេះចន្លោះនេះខ្ញុំអត់ចង់ឲ្យវារាប់បញ្ចូលទេអញ្ចឹងខ្ញុំត្រូវការដាក់ដក1អញ្ចឹងឧទាហរណ៍បើសិនអ្នកចាប់ផ្ដើមពីប្រឡោះលេខ2នេះលក្ខណៈថាប្រឡោះលេខ2នេះអ្នកទុកឲ្យវាតនេអញ្ចឹងបើសិនជាកន្លែងហ្នឹងទុកឲ្យវាតនេកន្លែងហ្នឹងត្រូវដក2យើងរាប់ពីលើមកត្រូវដក2បើសិនជាប្រឡោះទី2នឹងចង់ទុកតនេដែរយើងដក2តែបើសិនចង់ទុកឲ្យប្រឡោះលេខ3ហើយតនេដែរអត់ដាក់លេខរៀងដែរអញ្ចឹងយើងដាក់លេខ3តែបើសិនយើងចង់ឲ្យវា start ពីលេខ1អញ្ចឹងអាដក1នេះយើងមិនដាក់ចូលទេយើងមិនដាក់វាចូលទេទៅវានឹង start ពីលើរហូតដល់ក្រោមអូតូតែម្ដងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់អរគុណក្នុងការតាមដានទស្សនាជួបគ្នានៅនឹងវីដេអូក្រោយទៀតសូមអរគុណ